ផលិតរំចង់នេះនៅផ្សារគឺថាគេលក់ថ្លៃបើថានៅស្រុកខ្ញុំវិញឲ្យតែមានកម្លាំងទៅដកបងប្អូនបាទ free តែម្ដងណាហើយថ្ងៃនេះខ្ញុំមកធ្វើបងប្អូនហើយបាទទឹកគ្រឿងបាទជាមួយនឹងបាទបន្លែប្លុកបែបស្រុកស្រែនេះណាគឺថាអូបាទជាតិតែម្ដងជាពិសេសនេះបាទជាមួយនឹងក្បាលត្រីគឺថាជក់បងប្អូនហើយបាទជាតិណាស់សម្រាប់អ្នកដែលចូលចិត្តបាទទឹកគ្រឿងហើយនឹងក្បាលត្រីហ្នឹងគឺមើលវីដេអូនេះហើយដឹងតែបាទស្រក់ទឹកមាត់ហើយដូចខ្ញុំនិយាយចឹងបងប្អូននៅខាងស្រុកខ្ញុំនឹងសបោណាស់បាទបឹងតាពាំងបឹងបួរនេះសបោរឿងថាផលិតរំចង់បាទតកូនអូយបងប្អូនហើយមិនខ្វះទេឲ្យតែថាមានកម្លាំងទៅដកជាពិសេសគឺមិនត្រឹមតែប៉ុណ្្នឹងទេអ្នកខ្លះគេអ្នកលក់គេមកដកពីនឹងយកទៅទៀតបងប្អូនព្រោះថានៅនឹងគេអត់មានអ្នកណាគេបាទហាមឃាត់មិនឲ្យដកមិនឲ្យយកទៅហូបទៅស្លទៅស្លក់ទេព្រោះថាបាទរបស់ហ្នឹងគឺវាដុះតាមតាពាំងបឹងបួរអញ្ចឹងណាអញ្ចឹងបាទគាត់ថាអូដីហ្នឹងគេមានម្ចាស់កម្មសិទ្ធិប៉ុន្តែគេមិនបានមកអភិវឌ្ឍមកធ្វើអីទេបាទគេទុកចោលរហលហេវចេះមើលទៅអូយបងប្អូនហើយបន្លែប្លុកដុះបាទពេញសពគ្រប់ទាំងតែម្ដងហើយឥឡូវនេះបាទ3អ្នកកូនបានមកដល់បាទហូយបានត្រីរស់2ផងបានផលិតបានបន្លែប្លុកគ្រប់សពគ្រប់មុខហើយថ្ងៃនេះហើយមកដល់ភ្លាមក៏មិនបង្អង់យូរទៀតដែរព្រោះថាបាទមេឃនឹងរស៊ីលហើយបងប្អូនបាទចិត្តទុនទេថ្ងៃលិចហើយអញ្ចឹងបាទខ្លះទៅក៏លៀងបន្លែខ្លះទៅក៏បេះបន្លេះបាទផលិតរំចង់ឲ្យខ្ញុំនោះបាទគឺធ្វើត្រីអញ្ចឹងបាទការងារអីក៏ដោយគឺថាកូនខ្ញុំទាំងពីរហ្នឹងបាទគាត់តែងតែជួយខ្ញុំហ្នឹងហើយជាកម្លាំងចិត្តមួយដែលខ្ញុំបាទនៅតែបាទចង់ធ្វើវីដេអូផលិតវីដេអូឲ្យបានច្រើនឲ្យពុកម៉ែបងប្អូនបានទស្សនាបានកំសាន្តណាជាពិសេសចង់បង្ហាញពីជីវិតប្រចាំថ្ងៃរបស់ពួកខ្ញុំឲ្យពុកម៉ែបងប្អូនបានដឹងបានថាអូរបៀបស្រុកស្រែគេថាគេរកស៊ីប្រកបមុខរបរគេធ្វើការធ្វើម្ហូបហេតុគេធ្វើអញ្ចេះឯងអញ្ចឹងណាបងប្អូនហើយសម្រាប់កូនខ្ញុំអានីអមីបើថាឃើញខ្ញុំចាប់កាន់ធ្វើអីមិនថាការងារតូចធំធ្ងន់ស្រាលកាប់កោះលីសែងទេបងប្អូនដឹងតែជួយធ្វើដឹងតែជួយគេហៅថាយកអាសាហើយជាពិសេសគឺរឿងដាំបាយធ្វើម្ហូបហ្នឹងបងប្អូនបាទនិយាយរួមទៅមានពួកគាត់ទាំងពីរហ្នឹងហើយជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្ញុំហើយនេះបងប្អូនបាទត្រីស្រែរបស់យើងបាន2ធំល្អណាស់ហើយថ្ងៃនេះបាទទិញគេអ្នកភូមិនេះឯងបងប្អូនគេដើរលក់ក៏សុំចែកគេបាន2នេះឯងហើយឥឡូវនេះអាមីគេមកលាងចានបងប្អូនគេប្រើប្រាស់ជាមួយនឹងសាប៊ូម៉ាក់កាបាទព្រោះថាជាផលិតផលដែលផលិតឡើងពីកូនខ្មែរយើងមានគុណភាពខ្ពស់ក្លិនក្រអូបបាទលាងចានបានជាស្អាតហើយមានចុះបញ្ជីចុះបកត្រឹមត្រូវមានការឆ្លងកាត់ត្រួតពិនិត្យបាទពីមន្ទីរថ្នាក់ជាតិស្របច្បាប់ទាំងអស់ប្រើដោយជំនឿទុកចិត្តបាទមិនបន្ទុកសារធាតុដែលនាំឲ្យជើងលាងទៅបាទវាកាត់ដៃវាក្លិនខ្លាំងពេកជាប់ចានជាប់ឆ្នាំងយើងអត់ទេបងប្អូនសាប៊ូនេះគឺល្អប្រើពិតប្រាកដមែនអញ្ចឹងបងប្អូនអាចបាទរកទិញយកទៅសាកប្រើបានបាទហើយមានលក់នៅតាមបណ្ដាផ្សារទូទាំងប្រទេសកម្ពុជាយើងហើយតម្លៃក៏ធូរសមរម្យទៀតនឹងឥឡូវយើងលេខមកមើលបាទត្រីដែលខ្ញុំបានដាក់ស្ងោរដើម្បីមុននឹងយើងយកទៅបុកគឺយើងយកមកបាទប្រឡេះបេះយកឆ្អឹងចេញពីសាច់បងប្អូនណាកុំឲ្យពេលដែលយើងយកទៅធ្វើទឹកគ្រឿងទាំងឆ្អឹងអានឹងយើងញ៉ាំអត់កើតទេបាទពិបាកណាស់យើងដាក់បន្លែដាក់អីក៏អត់ត្រូវដែរហើយម្យ៉ាងវាឆ្លាក់កទៀតអញ្ចឹងហើយនៅពេលដែលយើងធ្វើត្រូវតែបាទពិនិត្យពិច័យឲ្យបានបាទល្អិតល្អន់បន្តិចបងប្អូនណាព្រោះថាឆ្ងាញ់ឬក៏មិនឆ្ងាញ់ក៏វាស្ថិតនៅលើអារឿងបេះឆ្អឹងចេញអស់ពីសាច់នឹងដែរហើយនេះបាទអាមីគេចិត្តបន្លែហូតថាច្រើនមុខមែនទែនបន្លែយើងថ្ងៃនេះឲ្យសិតតែបន្លែដែលឆ្ងាញ់ដែលញ៉ាំត្រូវជាមួយនឹងទឹកគ្រឿងបងប្អូនគាត់ថាមុខម្ហូបនេះវាចេះបងប្អូនបាទរបៀបរបបការធ្វើហ្នឹងគឺខុសគ្នាអ្នកខ្លះទៅគេបុកត្រីអត់ឲ្យស្រូវម៉ត់ទេអ្នកខ្លះទៅគេបុកឲ្យទួតែម៉ត់ឈឹងហើយអ្នកខ្លះទៀតគេគាត់ថាប៉លេះត្រីយកមកបាទគេធ្វើដូចគេហៅថាខ្ទស់ប្រហុកឬក៏បាទគេធ្វើរៀងផេកទឹកចឹងណាហ្នឹងហើយនេះខ្ញុំដាំទឹកឲ្យពុះបាទដាក់គ្រឿងក្រៅមានខ្ទឹមក្រហមមានខ្ទឹមសមានគល់ខ្ទឹមមានម្ទេសមានស្លឹកគ្រៃមានស្លឹកក្រូចមានអីចឹងណាបងប្អូនហើយខ្ញុំបាទកច្រំនៃប្រហុកចូលណាបងប្អូនហ្នឹងហើយបន្ទាប់ពីថាច្រំវាឲ្យពុះល្អហើយយើងចាក់ត្រីដែលអាមីបុកមិញហ្នឹងបាទដាក់ចូលបន្ទាប់មកយើងចាប់ដើមបាទវាយស្ករអំបិលប៊ីចេងបាទម្សៅស៊ុបមានទឹកត្រីមានអីចឹងទៅបាទជាពិសេសគឺបាទយើងដាក់ម្ជូរអំពិលបងប្អូនហើយម្ជូរអំពិលគឺថាខ្ញុំដាក់ក្រោយព្រោះថាយើងដាក់មុនអាចនឹងវាគេហៅថាវាជាតិវាអត់សូវសម្រាប់ខ្ញុំធ្វើអញ្ចឹងណាបងប្អូនឆ្ងាញ់បាទបន្ទាប់ពីយើងដាក់សណ្ដែកដីដាក់អីគ្រប់សពហើយយើងដាក់ក្បាលត្រីបាទពោះត្រីយើងចូលមកហូយបងប្អូនហើយនិយាយពីថាសម្រាប់អ្នកដែលចូលចិត្តទឹកគ្រឿងគឺឃ្លានកាត់យប់មែនណាបាទព្រោះថាខ្ញុំមួយថ្ងៃនេះគឺបាទតនេតែពេលរសៀលទេព្រោះថាព្រឹកឡើងកូនគាត់ទៅរៀនអញ្ចឹងណាបងប្អូនហើយតែគាត់ចេញមកបានយើងជួយធ្វើចំអិនគ្នាអញ្ចឹងទៅហើយនេះអូយទឹកគ្រឿងយើងហើយនេះលេងដាក់ចានមកខ្វឿងធំចឹងតែម្ដងអូយមានម្ទេសមានអីហិលលើនឹងទៀតហើយបើកលេចទៅមើលបន្លែប្លុកមានសពគ្រប់មុខទាំងអស់បាទផលិតរំចង់អីណាឯណីមានស្ពៃមានអូយបាទមានសណ្ដែកគួរសណ្ដែកអីនេះតសក់អីគ្រប់សពមុខនិយាយពីថា
mấy cô nhóm đặt là mồm triệt bóng ôn này mà tức rừng này và thay dương thưa trừ cứ anh men hay vì chỉ biết sẽ cứ dương nhằm được trung bình này mà tẻ dương miền ấy bóng ôn miền là cái ạt miền đây sre này ấy nhưng mà ngặt chân bóng ôn mà này miền là một cái xa này ấy này bà tây như bị thay dương vô màu trụ vô màu liềm bóng ôn nói bà triệt na bà ấy như bị tha mà nè đã bài thêm mà chan pi chan rất là đúc chan này này bà ព្រោះថាវាចង្អាញ់ណាបងប្អូនហ្នឹងហើយអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នេះអរគុណជម្រាបលា